ចំណុចមួយនៅក្នុងវគ្គសិក្សា Revit កម្រិត Master ខ្ញុំបង្ហាញគ្នាយើងបន្តិចជាទូទៅនៅពេលដែលយើងអនុវត្តការងារជាក់ស្ដែងពេលដែលយើងប្រើកម្មវិធី Revit អត្ថប្រយោជន៍វាមានន័យថាការងារ 2D ហើយ 3D វាចេញមកគឺវាតែមួយអញ្ចឹងវាធ្វើឲ្យកំហុសឆ្គងនោះវាមានតិចហើយមួយទៀតតកតងជាមួយនឹងសោភ័ណភាពគឺមើលទៅវាស្អាតពេញលេញតែម្ដងដោយសារតកតងជាមួយ file ហ្នឹងតែមួយវា link គ្នាឧទាហរណ៍ថាបើករណីយើងចូលមកកាន់ការងារ 3D វិញដូចតកតងមួយការងារបច្ចេកទេសជាងដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងហើយយើងអាច custom មានន័យថាយើងអាចទាញអាចសេរីអីបានតាមចិត្តអញ្ចឹងការរៀន Revit កម្រិត Master ហ្នឹងគឺយើងផ្ដោតលើការងារបច្ចេកទេសទាំងអស់ហ្នឹងដូចចំណុចមួយចំនួនខ្ញុំឃើញគេបង្ហាញពី dimension អីអស់នេះវាអត់សូវមានន័យតកតងមួយការរៀន Revit ឲ្យយើងមកបង្ហាញចំណុចអត់សំខាន់អញ្ចឹងណាហើយសម្រាប់ការរៀបចំប្លង់វិញឧទាហរណ៍ថាអញ្ចឹងនៅក្នុង Revit ហ្នឹងគឺវាមានតកតងជាមួយនឹង view list ហើយនឹង sheet list អញ្ចឹងសម្រាប់ view list ហ្នឹងខ្ញុំទាញខាងស្ដាំនេះអ្នកទាំងអស់គ្នាមើលមកភាគច្រើនខ្ញុំអត់សូវមានពេលសរសេរមេត្តាអ្នកទាំងអស់គ្នាដោយសារតែសិស្សភាគច្រើនក៏ចង់បានមេត្តាជាជាងការបង្ហាញអញ្ចឹងខ្ញុំគិតថារបស់ខ្លះវាអត់សូវមានន័យឧទាហរណ៍ថានៅក្នុងការងារប្លង់ aesthetic មួយយើងត្រូវមានប្លង់អីខ្លះដើម្បីអាចធ្វើការងារនឹងបានហើយប្លង់ structure យើងត្រូវមានប្លង់អីខ្លះដោយសារគម្រោងនេះវាតូចបើករណីគម្រោងតូចអញ្ចឹងអ្នកទាំងអស់គ្នាចង់ធ្វើការងារ3នឹងបញ្ចូលគ្នានៅក្នុងប្លង់តែមួយក៏បានដែរឧទាហរណ៍ថាយើងមានគម្រោងតូចមួយប៉ុណ្ណឹងតោះមកយើងចង់គូរប្លង់ aesthetic តោះមកយើងគូរប្លង់ structure តោះមកយើងគូរប្លង់ MEP ប៉ុន្តែគ្រាន់ថាពិបាកហ្នឹងត្រង់ថាម៉េចនៅពេលយើងគូរប្លង់នៅក្នុងនឹងច្រើនណាវាពិបាក control លើមុខងារអស់នេះបើការងារខាងសំណង់ភាគច្រើនយើងប្រើមុខងារ filter នេះច្រើនតែបើការងារ aesthetic កន្លែង design option នេះវាអាចមាននិយាយទៅវាមានច្រើនលើសពីអ្វីដែលយើងគិតថាវាអាចធ្វើបានណាសូម្បីខ្ញុំផ្ទាល់ក៏ខ្ញុំបង្ហាញអត់អស់ដែរវាច្រើនពេកប៉ុន្តែតកតងជាមួយនឹងការរៀនកម្មវិធី Revit ខ្ញុំបញ្យល់អ្នកទាំងអស់គ្នាបន្តិចពេលដែលយើងរៀនគឺយើងត្រូវផ្ដោតលើមុខងារឲ្យបានច្រើនជាជាងយើងរៀនឧទាហរណ៍ថាយើងរៀនគម្រោងច្រើនតែយើងធ្វើមុខងារបានតិចកន្លែងហ្នឹងខ្ញុំចង់បញ្យល់គ្នាយើងបន្តិចខ្ញុំឧទាហរណ៍ថាយើងរៀន30គម្រោងឬក៏100គម្រោងប៉ុន្តែជាក់ស្ដែងយើងប្រើបានតែ100មុខងារទេខ្ញុំឧទាហរណ៍ណាអ្នកនរគ្នាគួរគិតមើលខ្លួនឯងប៉ុន្តែពេលដែលយើងរៀនតែមួយគម្រោងទេប៉ុន្តែយើងមានដល់500មុខងារអញ្ចឹងសម្រាប់500មុខងារនេះគឺយើងយកទៅអនុវត្តលើការងាររបស់យើងជាក់ស្ដែងមានន័យថាឧទាហរណ៍ថាយើងរៀន30គម្រោងឬ100គម្រោងបើយើងរៀនដដែលបានត្រឹមតែ100មុខងារនេះមានន័យថាពេលយើងប្រឡូកការងារជាក់ស្ដែងទៅយើងធ្វើអត់ចេញទេអាហ្នឹងគឺវាអញ្ចឹងណាតែបើយើងរៀនគម្រោងមួយតែយើងអត់ធ្វើដដែលទេយើងរៀនពីមុខងារនឹងទាំងអស់នៅពេលដែលយើងចេះមុខងារនឹងអស់ហើយយើងមិនមែនទៅគូរគម្រោងទី1ទេគឺយើងយកមក design គម្រោងដែលយើងចង់បានវាអាចគម្រោងទី2ទី3ខុសគ្នាតែបើយើងអត់យល់ពីមុខងារទេយើងរៀនគម្រោងឧទាហរណ៍យើងរៀន100គម្រោងដូចខ្ញុំបញ្ជាក់អញ្ចឹងតែយើងបានត្រឹម100មុខងារទេអញ្ចឹងវាអត់សូវមានន័យមានន័យថារៀនដដែលអញ្ចឹងរៀនដដែលយើងរៀនដើម្បីអីវាច្រើនគម្រោងតែវាតិចអញ្ចឹងរបស់ខ្លះវាច្រើនតែវាតិចអញ្ចឹងវាអត់សូវមានន័យអញ្ចឹងកន្លែងហ្នឹងខ្ញុំព្យាយាមបញ្យល់គ្នាយើងមួយទៀតឧទាហរណ៍តាក់ទងមួយការងារ detail ប្លង់ aesthetic មានអីខ្លះអញ្ចឹងណាអញ្ចឹងអាកន្លែងនេះក៏ភាគច្រើនខ្ញុំឃើញគ្នាយើងធ្វើអត់ត្រូវច្រើនដែរពេលដែលយើងធ្វើគម្រោងជាក់ស្ដែងមកវាចាល់ឬក៏លក្ខណៈថាធ្វើការវាមានភាពស្មុគស្មាញហើយបើសិស្សទៅរៀនថ្មីអីអាកន្លែងហ្នឹងបែកងាងមកគាត់អត់យល់វាលក្ខណៈថាវាច្បោកច្បល់ពេលដែលយើងអត់យល់ពីអា flow ការងារហ្នឹងហើយយកចេះរៀបចំទៅវាពិបាកចុះឧទាហរណ៍ថានៅក្នុងការងារ aesthetic វាមានប្លង់អីខ្លះយើងអាចរៀបវាជាផ្នែកចឹងមកវាងាយស្រួលទាញហើយបន្ទាប់មកនៅក្នុងមុខងារ view list ហ្នឹងគឺយើងអាចសេរីវាបានណាវាងាយស្រួលសម្រាប់ការកែតម្រូវហើយក៏យើងអាច link ទៅជាមួយនឹងកម្មវិធី D-Road ដែរអញ្ចឹងករណីហ្នឹងវាមានតិចនិចច្រើនបន្ថែមទៀតខ្ញុំរៀបរាប់បន្តិចហ្នឹងអត់អស់ទេដោយសារមេរៀនខ្លះយើងបញ្យល់មកមេរៀនខ្ទង់1ម៉ោងជាងក៏មានមួយវីដេអូអញ្ចឹងយើងបរៀនលម្អិតទាំងអស់ហើយសម្រាប់អ្នកដែលគាត់ចង់រៀន Revit កម្រិត Master ហ្នឹងគឺខ្ញុំគិតថាអ្នកទាំងអស់គ្នាព្យាយាមយល់ពីអ្វីដែលយើងបង្ហាញវិញបើសិនជាករណីយើងគ្រាន់តែចង់បានគម្រោងច្រើនឧទាហរណ៍ថាដូចខ្ញុំបញ្ជាក់អញ្ចឹងយើងរៀន100គម្រោងតែយើងប្រើបានត្រឹមតែ100មុខងារទេប៉ុន្តែបើយើងរៀនតែមួយគម្រោង
យើងប្រើបាន500មុខងារអញ្ចឹងអា500មុខងារនេះដែលយើងយកមកអនុវត្តតាក់ទងមួយគម្រោងយើងជាក់ស្ដែងណាវាល្អជាងយើងរៀន100គម្រោងខាតតែពេលទេមានន័យថាយើងគូទៅសមួយយើងគូទៅស100ដងវាមានន័យអញ្ចឹងអាការងារហ្នឹងដែលយើងចង់បញ្យល់អ្នកនរគ្នាត្រង់ចំណុចហ្នឹងណាសម្រាប់វីដេអូចែករំលែកហ្នឹងគឺយើងមានប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាដែលឆ្ងល់អីអាចមកដល់ទីតាំងយើងផ្ទាល់យើងងាយស្រួលបញ្យល់ដោយសារយើងមាន slide មានអីអញ្ចឹងណា